សួស្តីមួយហើយបងប្អូនទាំងអស់គ្នានេះបច្ចេកទេសរបស់ខ្ញុំដែលអាចរក្សាប័រទុកញ៉ាំបានអញ្ចឹងណាដោយសារតែពេលខ្លះយើងទិញទៅប័រពេលខ្លះប័រតែពេលវាទុំគឺវាទុំឡើងលឿនហើយវាចាល់គ្នាខ្លាំងអញ្ចឹងបច្ចេកទេសរបស់ខ្ញុំនៅពេលដែលប័រទុំចាប់ដើមមិនស្រួលខ្ញុំមើលថាមិនស្រួលហើយខ្ញុំចាប់ដើមពុះហើយខ្ញុំឆ្កឹះសាច់នឹងហើយខ្ញុំយកទៅដាក់នៅក្នុងទូទឹកកកអាកន្លែងកកបងប្អូនហើយបន្ទាប់មកនៅពេលដែលយើងចង់ញ៉ាំលក្ខណៈយើងក្លុកញ៉ាំបងប្អូនអាចនៅយកប័រហ្នឹងមកក្លុកញ៉ាំបានធម្មតា smoothie ណាហើយនៅពេលដែលយើងក្លុកយើងមិនចាំបាច់ដាក់ដូចប័រក្លុកដាក់ស្ករដាក់អីទេយើងគ្រាន់តែក្លុកទៅហើយយើងញ៉ាំដូចទឹកក្លុកដូចអីចឹងហើយកុំបារម្ភរឿងថាវាឡើងគីឡូឡើងអីវានៅតែរក្សាគីឡូយើងបានមិនដែរធម្មតាពីព្រោះអីវាជាបច្ចេកទេសមួយដែលខ្ញុំធ្វើណាបងប្អូនព្រោះអីបើសិនជាយើងប័រទុំហើយយើងអត់ដឹងថាត្រូវទុកដាក់របៀបម៉េចមានន័យថាពេលដែលយើងនេះទៅយើងខាតលុយខាតអីជាដើមណាហើយប័រធម្មជាតិបងប្អូនពេលខ្លះយើងពិបាករកទិញដែរអញ្ចឹងបច្ចេកទេសខ្លះដែលខ្ញុំចែករំលែកទៅបងប្អូនអញ្ចឹងណាតែបងប្អូនទាំងអស់គ្នាបងប្អូនអាចយកធ្វើមកហើយដាក់ចូលនៅក្នុងកន្លែងកកអញ្ចឹងណាដាក់ចូលនៅកន្លែងកកអញ្ចឹងទៅនៅពេលដែលវាកកហើយវារឹងដូចក្រែមអញ្ចឹងប៉ុន្តែអាហ្នឹងគ្រាន់តែថានៅពេលដែលយើងញ៉ាំភាគច្រើនគឺពេលយើងញ៉ាំយើងក្លុកញ៉ាំវាយើងគ្រាន់បាយអញ្ចឹងណាប៉ុន្តែបើសិនជាញ៉ាំឆៅឬក៏បងប្អូនណាដែលគាត់អត់ចូលចិត្តប័រក្លុកទេវាហាក់ជាវាអាចយើងពិបាកសម្រាប់បងប្អូនតិចណាក៏ប៉ុន្តែបច្ចេកទេសនេះយើងអាចមានន័យថាយើងអាចរិះថាំបានដែរអញ្ចឹងជាជាងយើងបោះចោលអញ្ចឹងណាព្រោះអីមួយខ្ញុំខ្លះពេលដែលគាត់ខ្ញុំទៅដឹងថាគាត់ប្រាប់ខ្ញុំថាពេលវាទុំលឿនពេកគាត់អត់ដឹងធ្វើម៉េចគាត់ទុំហើយគាត់បោះចោលអញ្ចឹងណាហើយខ្ញុំវាអត់បានប្រាប់គាត់ដល់ពេលអញ្ចឹងទៅខ្ញុំស្ដាយជំនួសគាត់បងប្អូនប៉ុណ្្នឹងទៅមិនក៏យើងអាចបានប័រក្លុកអី3កែវ4កែវអីដែរអញ្ចឹងណាវាចំណេញដែរកុំឲ្យថាយើងខ្ជះខ្ជាយអញ្ចឹងប័រធម្មជាតិហើយថ្លៃហើយយើងពិបាករកទិញទៀតអញ្ចឹងណាបងប្អូនអូខេ